ស្ពានថ្មីជំនួសស្ពានឈើដែលទ្រុមនេះគឺថាយើងបានបញ្ចប់ការងាររួចរាល់ជាស្ថាពរហើយបាទប្រាសាទបេងមេលាវិលមកវិញជាមួយស្ពានឈើថ្មីផ្ដល់បទពិសោធន៍ដ៏អស្ចារ្យនិងសុវត្ថិភាពខ្ពស់ប្រាសាទបេងមេលាត្រូវបានគេរាយការណ៍ថាកំពុងវិលត្រឡប់មកវិញជាមួយភាពទាក់ទាញកាន់តែខ្លាំងបន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានបញ្ចប់ការជួសជុលស្ពានឈើស្មើជើងជាស្ថាពរដើម្បីត្រៀមទទួលភ្ញៀវជាតិនិងអន្តរជាតិនាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះប្រពន្ធពីអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថាស្ពានឈើថ្មីនេះមានប្រវែងសរុប189ម៉ែត្រនិងត្រូវបានរចនាតាមបទដ្ឋានបច្ចេកទេសយ៉ាងម៉ឺងម៉ាត់ដោយពង្រីកទទឹងចាប់ពី 1.30 ម៉ែត្រដល់ 1.70 ម៉ែត្រដើម្បីធានាភាពងាយស្រួលនិងសុវត្ថិភាពក្នុងការដើរកម្សាន្តនិងថតរូបការជួសជុលនេះត្រូវបានអនុវត្តអស់រយៈពេល77ខែក្នុងគោលបំណងរក្សាកេរដំណែលវប្បធម៌និងបង្កើនសុវត្ថិភាពលោកពុទ្ធសុទ្ធប្រធានគ្រប់គ្រងគម្រោងបានបញ្ជាក់ថាស្ពានថ្មីនេះជំនួសស្ពានចាស់ដែលទ្រុឌទ្រោមដោយសារអាយុកាលនិងអាកាសធាតុនិងការងារត្រូវបានបញ្ចប់នៅដើមខែមេសាឆ្នាំ2026ប្រាសាទបេងមេលាត្រូវបានគេស្គាល់ថាជាប្រាសាទក្នុងព្រៃដោយសារតែមានការរួមបញ្ចូលគ្នារវាងស្ថាបត្យកម្មបុរាណនិងធម្មជាតិដ៏សម្បូរបែបស្ពានឈើថ្មីនេះត្រូវបានរៀបចំឡើងដើម្បីអនុញ្ញាតឲ្យភ្ញៀវទេសចរអាចមកទស្សនាទិដ្ឋភាពពីលើកំពូលមើលឃើញលម្អិតនៃចម្លាក់និងគំនរថ្មបុរាណខណៈដែលដើរក្រោមម្លប់ឈើធំៗផ្ដល់អារម្មណ៍ស្រស់ស្រាយនិងស្ងប់ស្ងាត់ជាមួយគ្នានេះការបំពាក់ជណ្ដើរនិងផ្លូវថ្មើរជើងថ្មីក៏បានជួយបង្កើនភាពងាយស្រួលសុវត្ថិភាពក្នុងការទស្សនាប្រាសាទផងដែរអាជ្ញាធរជាតិអប្សរាបានអំពាវនាវឲ្យសាធារណជននិងភ្ញៀវទេសចរមកទស្សនាប្រាសាទបេងមេលាដើម្បីទទួលយកបទពិសោធន៍ថ្មីនាបុណ្យចូលឆ្នាំថ្មីខណៈដែលសម្រស់អាថ៌កំបាំងនៃអតីតកាលកំពុងរង់ចាំអ្នកស្វែងរក